រដ្ឋមន្ត្រីប្រកាសប្រាប់ពិភពលោកថាសៀមចូលកាន់កាប់ដីខ្មែរទាំងបំពេញទោះបីមានបទសពបាញ់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារថាកងកម្លាំងថៃកំពុងកាន់កាប់ទឹកដីកម្ពុជាបន្ទាប់ពីការប្រយុទ្ធគ្នាកាលពីឆ្នាំមុនទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិក Donald Trump ក៏ដោយសម្ដេចធិបតីបានអំពាវនាវឲ្យប្រទេសថៃអនុញ្ញាតឲ្យគណៈកម្មការព្រំដែនរួមចាប់ផ្ដើមធ្វើការលើព្រំដែនដែលមានចំនួនសម្ដេចធិបតីហ៊ុនម៉ាណែតបានធ្វើដំណើរមកទីក្រុងវ៉ាស៊ីនតោនដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពរបស់លោកត្រាំនៅសប្តាហ៍នេះហើយបាននិយាយថាសម្ដេចនាយករដ្ឋមន្ត្រីសង្ឃឹមថាស្ថាប័នថ្មីនេះអាចដើរតួនាទីក្នុងការបន្ធូរបន្ថយស្ថានភាពនៅតាមព្រំដែនដែលលោកបានពិពណ៌នាថាភ័យស្រួយទោះបីមានបទសប្បាញ់កាលពីខែធ្នូដែលបានបញ្ចប់ការប្រយុទ្ធគ្នាឡើងវិញក៏ដោយក្រុមប្រឹក្សានេះត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យផែនការសន្តិភាពហ្គាហ្សាប៉ុន្តែលោកត្រាំបាននិយាយថាស្ថាប័ននេះអាចដើរតួនាទីកាន់តែទូលំទូលាយ